ก็บททดในการគ្រប់គ្រងរបស់អាតូមីជាអង្គភាពចែកចាយអ្នកណាឆ្លើយបានគឺជាអ្វីទៅគឺជាក្រុមហ៊ុនឈានមុខគេលំដាប់ខ្ពស់ហើយនឹងភាពជោគជ័យរបស់អតិថិជនលេខ1ភាពជោគជ័យរបស់អតិថិជនតើត្រូវធ្វើបែបណាឲ្យយើងខ្លាយទៅជាក្រុមហ៊ុនលំដាប់ទី1តាមគោលការណ៍របស់អាតូមីពួកយើងត្រូវធ្វើយ៉ាងណាត្រូវតែបង្រួមការចំណាយឲ្យតិចបំផុតអញ្ចឹងយើងត្រូវតែបង្រួមឲ្យនៅតិចបំផុតតើត្រូវបង្រួមដោយរបៀបណាគឺពួកយើងត្រូវតែលុបបំបាត់ជាមួយគ្នានេះយើងត្រូវតែបំបត្តិវាជាមួយគ្នាអញ្ចឹងអាតូមីគឺជាក្រុមហ៊ុនចែកចាយដូច្នេះការចំណាយធំបំផុតគឺនៅលើបុគ្គលិកគឺប្រាក់ខែរបស់បុគ្គលិកគឺជាការចំណាយធំបំផុតសម្រាប់យើងហើយចុះបើយើងធ្វើដោយវិធីផ្សេងគឺការកាត់បន្ថយបុគ្គលិកដោយនៅចំនួនតិចបំផុតគឺជាការបន្ថយនៅការចំណាយវាអាចកាត់បន្ថយនៅការចំណាយផ្សេងៗផងដែរអញ្ចឹងបើសិនជាយើងគ្មានបុគ្គលិកទេនោះការចំណាយគឺ0តើត្រូវទេដូច្នេះគោលដៅរបស់យើងគឺក្រុមហ៊ុនដែលគ្មានមនុស្សធ្វើការក្រុមហ៊ុនដែលមិនប្រើកម្លាំងនោះតើត្រូវធ្វើដោយរបៀបណាគឺយើងត្រូវប្រើកុំព្យូទ័រគ្រប់គ្រងដោយស្វ័យប្រវត្តិទៅលើកិច្ចការទាំងអស់នេះតើអ្នកធ្លាប់បានឮពីស្វ័យប្រវត្តិការិយាល័យ OA ដែរឬទេការដំឡើងប្រព័ន្ធដើម្បីធ្វើការដោយស្វ័យប្រវត្តិគ្រប់យ៉ាងដូច្នេះការប្រើកម្លាំងមនុស្សគឺមិនចាំបាច់ប្រើនោះទេដូចជាចាប់ផ្ដើមមុនដំបូងយើងមានបុគ្គលិកទទួលពាក្យសុំចូលជាសមាជិកតាមរយៈទូរស័ព្ទរួចហើយក៏បញ្ជាទិញផលិតផលទៅតាមទូរស័ព្ទហើយក៏ដាក់បញ្ចូលពួកគេចូលទៅក្នុងប្រព័ន្ធប៉ុន្តែឥឡូវនេះយើងមិនត្រូវការបុគ្គលិកទាំងអស់នោះទេសមាជិកគ្រាន់តែចូលទៅក្នុងគេហទំព័រនិងដាក់ការបញ្ជាទិញរបស់ពួកគេដោយផ្ទាល់បន្ទាប់មកវាបង្កើតជាតារាងបញ្ជាទិញដោយស្វ័យប្រវត្តិក្រោយពីតារាងត្រូវបានបង្កើតវាទទួលបានការបញ្ជូនទៅកាន់ប្រព័ន្ធកុំព្យូទ័រឃ្លាំងព្រីនទុកព័ត៌មានទាំងអស់គឺទុកនៅក្នុងប្រព័ន្ធគ្រប់គ្រងដោយកុំព្យូទ័របន្ទាប់មកផលិតផលទាំងនេះត្រូវបានវេចខ្ចប់រួចហើយនិងនាំចេញទៅកាន់អាស័យដ្ឋានសមាជិកដែលបានបញ្ជាទិញបន្ទាប់មកប្រសិនបើសមាជិកបានទិញផលិតផល PV នឹងត្រូវបានកត់ត្រាទុកដោយស្វ័យប្រវត្តិចូលទៅក្នុងប្រព័ន្ធបន្ទាប់មកកម្រៃជើងសារត្រូវបានគណនាដោយស្វ័យប្រវត្តិហើយផ្ញើទៅកាន់គណនីរបស់សមាជិកម្នាក់ហើយបន្ទាប់មកទៀតគឺត្រូវបានបញ្ជូនទៅកាន់ប្រព័ន្ធប្រាក់បញ្ញើរបស់ធនាគារអញ្ចឹងកម្រៃជើងសារត្រូវបានផ្ញើទៅគណនីរាប់ពាន់ក្នុងពេលដែលបានកំណត់ដូច្នេះយើងមិនត្រូវការបុគ្គលិកក្នុងការផ្ញើកម្រៃជើងសារឬទទួលការបញ្ជាទិញនោះទេកម្រៃជើងសារត្រូវបានផ្ញើចេញ6ដងក្នុងរយៈពេល1ខែប៉ុន្តែយើងត្រូវការតែពេល10នាទីប៉ុណ្ណោះសម្រាប់ការងារទាំងអស់ដែលមានការពាក់ព័ន្ធធ្វើរបៀបនេះយើងធ្វើរបៀបនេះគឺយើងមិនដែលមានបញ្ហាធំក្នុងការផ្ញើកម្រៃជើងសារនោះទេគឺគ្មានទេអញ្ចឹងគ្រប់យ៉ាងត្រូវបានធ្វើដោយកុំព្យូទ័រនិងដោយស្វ័យប្រវត្តិគឺដូចជាយើងក៏មិនចាំបាច់មានផ្នែកទិញយើងត្រូវទិញផលិតផលខុសៗគ្នាដើម្បីចែកចាយប៉ុន្តែយើងមិនបានបែងចែកដាច់ដោយឡែកសម្រាប់ការផ្ញើទិញនោះទេខ្ញុំដើរតួជាអ្នកទិញខ្ញុំគ្រាន់តែផ្ញើការទិញតែម្ដងតើធ្វើបែបនេះតាមរបៀបណាខ្ញុំគ្រាន់តែធ្វើការបញ្ជាទិញលើកដំបូងបន្ទាប់មកគ្រប់យ៉ាងនឹងត្រូវបានបញ្ជូនទៅកាន់ឃ្លាំងដឹកជញ្ជូនភាគីទី3ហើយបន្ទាប់មកគឺយើងត្រូវធ្វើការទូទាត់បញ្ជីឲ្យបានត្រឹមត្រូវល្អហើយបន្ទាប់មកគឺក្រុមហ៊ុនផលិតត្រូវបានផ្ដល់ឲ្យចូលដំណើរការទិន្នន័យសារពើភ័ណ្ឌដូច្នេះពួកគេអាចព្យាករណ៍នៅបន្ទុកដែលបញ្ជាទិញពួកគេអាចមើលឃើញបរិមាណដែលផ្ញើទំនិញចេញក្នុងមួយថ្ងៃហើយពួកគេក៏អាចមើលឃើញបរិមាណក្នុង1ម៉ោងបន្ទាប់មកគេក៏អាចកំណត់កាលវិភាគផលិតកម្មការកំណត់កាលវិភាគផលិតកម្មត្រូវបានដំណើរការដោយស្វ័យប្រវត្តិទាំងអស់ហើយពួកយើងក៏មិនមានបញ្ហាធំដុំលើការចែកចាយទំនិញរាប់ម៉ឺនរាប់ពាន់នោះទេខ្ញុំដឹងរឿងទាំងអស់នេះតាមរយៈប្រព័ន្ធផលិតគ្រឿងបន្លាស់រថយន្តបន្ទាប់មកអ្នកណាផ្ញើការទទួលខុសត្រូវទៅលើប្រព័ន្ធនេះអ្នកណាទទួលខុសត្រូវតើជាអ្នកណាដែលត្រូវកំណត់ឲ្យផ្ញើការទទួលខុសត្រូវលើប្រព័ន្ធដោយស្វ័យប្រវត្តិនេះតើអ្នកណាជាអ្នកទទួលខុសត្រូវទៅពួកយើងផ្ញើយើងត្រូវទទួលខុសត្រូវលើផលិតផលទាំងអស់ដែលមានផ្លាកសញ្ញាអាតូមីនៅពីលើទោះជាពួកគេបានផលិតច្រើនជាងបញ្ជីសារពើភ័ណ្ឌវាជាការទទួលខុសត្រូវរបស់ពួកគេហើយប្រព័ន្ធនេះគឺសាមញ្ញហើយនឹងងាយស្រួលការផ្ញើទំនិញទៅវិញទៅមកផ្ញើចេញផ្ញើចូលទាំងអស់នេះគឺវាមានភាពងាយស្រួលមែនទែនការបដូរការបញ្ជាទិញដោយការចុះហត្ថលេខាការពិតដែលថាក្រុមហ៊ុនផលិតអាចមើលឃើញបញ្ជីសារពើភ័ណ្ឌធ្វើឲ្យការគ្រប់គ្រងសារពើភ័ណ្ឌមានប្រសិទ្ធភាពបន្ថែមទៀតហើយនៅជុំវិញគោលដៅចុងក្រោយរបស់អាតូមីគឺធ្វើឲ្យនៅសូន្យចំពោះការងារផ្ទៃក្នុងទាំងអស់មានន័យថានិយោជកទាំងអស់បាត់បង់ការងាររបស់ពួកគេតើមែនទេ
ពួកគេបាត់បង់មែនទេគឺអត់ទេគឺពួកគេបានអភិវឌ្ឍគម្រោងថ្មីហើយប្រើវាដោយស្វ័យប្រវត្តិបន្ទាប់មកផ្លាស់ប្ដូរចូលទៅគម្រោងថ្មីមួយទៀតដូច្នេះការងារដែលមានប្រសិទ្ធភាពមិនត្រូវបន្តធ្វើការងារដដែលនោះទេគឺធ្វើការងារដែលមានភាពស្វ័យប្រវត្តិខ្ញុំផ្ដល់ឧទាហរណ៍មួយមានបុគ្គលិកម្នាក់ការងាររបស់គាត់គឺមូលវិគាត់អាចមូលបាន10ក្នុង1នាទីហើយបន្ទាប់មកទៀតមានបុគ្គលិកម្នាក់ទៀតគេមូលវិបាន30ក្នុង1នាទីហើយរូបពេជ្រនោះក៏សាប់តែមានលេខជើងឯកម្នាក់ទៀតគាត់អាចមូលវិបាន1ក្នុង1វិនាទីត្រឹមតែ1វិនាទីប៉ុណ្ណោះគ្មាននរណាម្នាក់អាចមូលវិលឿនជាងនេះទេតែទោះជាយ៉ាងណាក៏មានម្នាក់ដែលអាចធ្វើការលឿនជាងជើងឯកនោះតើមាននរណាម្នាក់ដែលអាចប្រើផ្លាស្ទិកវិស្វកម្មដើម្បីធ្វើឲ្យវាសមល្មមត្រូវនឹងរត់តើមាននរណាអាចធ្វើបែបនេះបានទេដូច្នេះវាគឺលេខត្រូវការទៀតហើយមនុស្សម្នាក់ដែលស្វ័យប្រវត្តិកម្មលើកិច្ចការគឺជាបុគ្គលដែលមានសមត្ថភាពបំផុតហេតុនេះគំនិតទស្សនៈក្នុងការអនុវត្តការងារគឺច្បាស់លាស់ក្នុងអាតូមីហើយខ្ញុំបានសង្កត់ធ្ងន់ទៅលើរឿងនេះដើម្បីបុគ្គលិកអាតូមីឲ្យកាន់តែយល់ច្បាស់លាស់ការងារមិនមែនបន្តធ្វើកិច្ចការដែលមានតែវាជាការរៀនសម្រាប់កិច្ចការដែលត្រូវធ្វើមួយចំនួនបើនិយោជិតណាមិនអាចធ្វើបានទេខ្ញុំនឹងឲ្យគេឈប់ពីការងារ